បាទបងប្អូនដែលមានផ្ទះសច្កម្មរួចហើយគាត់នៅតែបន្តធ្វើគាត់នៅតែបន្តស្រឡាញ់នៅតែបន្តរកទីតាំងថ្មីដើម្បីសាងសង់បន្តទៀតខណៈពេលដែលបងប្អូនយើងមួយចំនួនដែលមិនទាន់មានផ្ទះក៏មិនទាន់សម្រេចចិត្តនឹងធ្វើហើយក៏នៅតែមានអារម្មណ៍មួយបន្តខ្លាចបាទជាមួយនឹងរបរមួយនេះផងដែរចឹងបងប្អូនយើងអាចសាកសម័យសាកគិតមើលថាតើហេតុអីបានជាគាត់អ្នកដែលមានផ្ទះហើយគាត់នៅតែបន្តធ្វើបាទហើយបងប្អូនយើងដែលមិនទាន់បានធ្វើនៅតែបន្តខ្លាចនៅតែបន្តព្រួយបារម្ភបាទជំរាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទចឹងនេះគឺជាទីតាំងថ្មីមួយទៀតរបស់បងប្រុសដែលជាទីតាំងទី3បាទទីតាំងទី1របស់គាត់ដែលខ្ញុំសាងសង់ជូនគាត់គឺនៅលើទឹកដីខេត្តកំពង់ឆ្នាំងបាទស្រុកបរិបូរណ៍បាទហើយទំហំ5x22ជាន់បាទហើយខណៈពេលដែលផ្ទះទីតាំងទី2របស់គាត់គឺនៅលើទឹកដីខេត្តពោធិ៍សាត់បាទនៅស្រុកតាឡូសែនជ័យបាទ5x24កម្ពស់2ជាន់ជាប្រភេទអគារស្តង់ដារបាទហើយសម្រាប់ផ្ទះទី3នេះគឺគាត់សាងសង់ຂະຫນາດ5x22ជាន់ក៏ជាប្រភេទអគារស្តង់ដារដែរដោយសារបងប្រុសមែនទែនទៅគឺគាត់មានរបរមានអាជីវកម្មមានការងាររបស់គាត់នៅទីក្រុងភ្នំពេញប៉ុន្តែសុខខណ្ឌរបស់គាត់នៅពោធិ៍សាត់បាទយើងគាត់សាងសង់ចំពោះខ្ញុំ3ផ្ទះទាំងនេះហើយបាទអញ្ចឹងមកដូចខ្ញុំបញ្ជាក់ជូនខាងដើមវីដេអូមិញថាគាត់នៅតែបន្តធ្វើតើជាមូលហេតុអីហើយបងប្អូនយើងដែលមិនទាន់ធ្វើនៅតែបន្តខ្លាចតើមូលហេតុអីចឹងណាអញ្ចឹងគាត់មានផ្ទះហើយគាត់បានយល់គាត់បានដឹងពីចរន្តពីចលនាក៏ដូចជាពីការវិវត្តរបស់វិស័យមួយនេះបាទអញ្ចឹងគាត់មានក្តីរំពឹងថាវានឹងល្អប្រសើរបាទហើយដូចខ្ញុំធ្លាប់បញ្យល់បកស្រាយជូនបងប្អូនយើងកន្លងមកច្រើនហើយតាក់ទងទៅនឹងរបបមួយនេះបាទធម្មតាទេមិនមែនតែរបបមួយនេះរបបមួយណាក៏ដោយវាតែងតែមានចរន្តឡើងចុះវាមានតែមានភាពតម្លៃរបស់វាមានតែមានភាពប្រែប្រួលមានឡើងមានចុះមានល្អមានមិនល្អអញ្ចឹងណាចឹងវាប្រែប្រួលគាត់ថាចំណុចដែលពិសេសសម្រាប់របរទេសជាកម្មមួយនេះបានន័យថាយើងចាយទុនតែម្ដងទេបាទទុនដែលយើងវិនិយោគធំតែម្ដងទេផុតពីនោះយើងចំណាយកប៉ិចកប៉ុកទៅលើការចំណាយទឹកភ្លើងកប៉ិចកប៉ុកទេណាវាអត់មានអីផ្សេងច្រើនទេអញ្ចឹងយើងបានចំណូលមកវិញរហូតបាទអញ្ចឹងនេះហើយគឺជារបរមួយដែលគាត់មិនរំពឹងថាគាត់នឹងចំណាយលុយហើយចំណាយទៀតចំណាយហើយចំណាយទៀតជាលុយធំបាទគាត់គិតថាបើទោះបីជាតម្លៃរបស់វាមិនបានតម្លៃខ្ពស់ដូចកាលពី4 5 6ឆ្នាំមុនក៏ជាតម្លៃមួយដែលល្អនៅតែអាចទទួលយកបាននៅតែអាចចិញ្ចឹមគាត់និងក្រុមគ្រួសារគាត់នៅពេលដែលគាត់ចូលនិវត្តន៍ក៏ដូចជាគាត់ចាស់ទៅណាបងប្អូនទាំងអស់គ្នាបាទចឹងទីតាំងនេះគឺស្ថិតនៅលើទឹកដីខេត្តពោធិ៍សាត់បងប្អូនបាទ5x22ជាន់ទៀតហើយបាទហើយបងប្អូនយើងមានបំណងចង់សាងសង់អាចសាកសួរអាចសិក្សាបានណាសូម